ចាប់ខ្លួនបេសកកម្មជននិងនាវាមនុស្សធម៌សម្រាប់កាហ្សាកងនាវាជំនួយមនុស្សធម៌ហៅថាលុតថលភូហ្គាហ្សាដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សាត្រូវបានអ៊ីស្រាអែលឃាត់ខ្លួនគាត់នឹងនៅសមុទ្រក្រិចក្នុងថ្ងៃទី30ខែមេសាសកម្មជនប្រមាណ175នាក់ត្រូវបានចាប់ខ្លួនក្នុងនោះ15នាក់ជាជនជាតិបារាំងបណ្ដាប្រទេសអឺរ៉ុបរងការរិះគន់នៅទង្វើរបស់អ៊ីស្រាអែលនេះថាជាបទល្មើសច្បាប់អន្តរជាតិនិងទាមទារឲ្យមានការដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួនទាំងអស់ក្រសួងការបរទេសអ៊ីស្រាអែលបានប្រកាសនៅថ្ងៃទី30ខែមេសាចាប់កងនាវាជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សានិងសកម្មជនជាច្រើនអ្នកបេសកកម្មមនុស្សធម៌ហៅថាលុតថលភូហ្គាហ្សាដែលជាការដែលមាននាវាប្រហែល60គ្រឿងបានចេញដំណើរពីប្រទេសអ៊ីតាលីកាលពីថ្ងៃទី21ខែមេសាដើម្បីធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សាដោយដឹកជញ្ជូនស្បៀងអាហារនិងថ្នាំពេទ្យជាជំនួយកងនាវានេះត្រូវបានស្ទាក់កាត់ដោយកងយោធាអ៊ីស្រាអែលនៅទីឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួនក្នុងយប់ថ្ងៃពុធឆ្លងចូលថ្ងៃពហុបើយោងតាមការអះអាងរបស់ក្រុមនាវាម៉ាស៊ីននិងប្រព័ន្ធនាវារងការបំផ្លាញហើយក្រុមសកម្មជនមួយចំនួនត្រូវបានចាប់ខ្លួនបញ្ជូនទៅកំពង់ផែអ៊ីស្រាអែលមានយ៉ាងហោចណាស់មាននាវាចំនួន22គ្រឿងក្នុងចំណោមនាវា58គ្រឿងត្រូវបានកងយោធាអ៊ីស្រាអែលឡើងគ្រប់គ្រងនៅពេលដែលមាននាវាបើកចិត្តទៅដល់នឹងសល់តែប្រមាណ1100ម៉ែត្រពីតំបន់ហ្គាហ្សានេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមនាវាហៅថា Global Summit អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថាមានសកម្មជនប្រហែល175នាក់ត្រូវបានចាប់ខ្លួនក្នុងចំណោមមនុស្សប្រមាណ400នាក់ដែលប្រធានដឹកនាំបេសកកម្មនាវាមនុស្សធម៌បានអះអាងថាចំនួនអ្នកត្រូវបានចាប់ខ្លួនអាចកើនឡើងដល់111នាក់ក្នុងនោះ15នាក់ជាជនជាតិបារាំងហើយម្នាក់គឺជាអ្នកតំណាងរះមកពីគណៈបកកុម្មុយនីសបារាំងសូមបញ្ជាក់ថាហេតុការណ៍នេះបានបង្កឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីបណ្ដាប្រទេសនៅអឺរ៉ុបជាពិសេសពីសំណាក់ប្រទេសបារាំងនិងអ៊ីតាលីដែលទាមទារឲ្យមានការដោះលែងពលរដ្ឋរបស់ខ្លួនទាំងអស់មេដឹកនាំបារាំងបានរិះគន់ថាការចាប់ខ្លួននេះមានន័យស្មើនឹងការចាប់ជំរិតនិងជាការរំលោភច្បាប់អន្តរជាតិគណៈបកនយោបាយមួយចំនួនក៏ត្រូវបានប្រមូលផ្ដុំប្រជាពលរដ្ឋនៅទីក្រុងប៉ារីសដើម្បីគាំទ្រនិងលើកទឹកចិត្តតក្រុមសកម្មជនដែលត្រូវបានចាប់ខ្លួនទាំងអស់ចំណែកនៅអ៊ីតាលីវិញរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍បដិសេធប្រតិបត្តិការរបស់អ៊ីស្រាអែលនិងបានស្នើសុំព័ត៌មានបន្ថែមពីអ៊ីស្រាអែលនិងប្រទេសក្រិចដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋការចាប់ខ្លួននាវាមនុស្សធម៌ធ្លាប់បានកើតឡើង2ដងរួចមកហើយនៅក្នុងឆ្នាំ2025អង្គការសិទ្ធិមនុស្សមួយចំនួនបានចាត់ទុកថាការប្រតិបត្តិការរបស់យោធាអ៊ីស្រាអែលថាមិនស្របច្បាប់អន្តរជាតិទេនិងប្រៀបដូចជាការចាប់ជំរិតមនុស្សដោយខុសច្បាប់សកម្មជនទាំងអស់នោះត្រូវបានចាប់ខ្លួនយកទៅសួរនាំមុននឹងដោះលែងហើយបញ្ជូនចេញពីអ៊ីស្រាអែលវិញ